រដូវភ្លៀងចូលមកដល់ហើយតើផ្នែកណាខ្លះនៃរថយន្តដែលបងគួរតែពិនិត្យមុនគេបង្អស់ដើម្បីសុវត្ថិភាពចំណុចទី1នោះគឺផ្លិតទឹកបើសិនជាក្នុងករណីផ្លិតទឹករបស់បងមានសភាពរឹងស្ងួតឬក៏កោតទៅស្អាតបងត្រូវធ្វើការផ្លាស់ប្ដូរថ្មីដើម្បីជៀសវាងគ្រោះថ្នាក់ពេលមានភ្លៀងធ្លាក់ខ្លាំងចំណុចទី2នោះគឺប្រព័ន្ធហ្វ្រាំងនៅពេលផ្លូវសើមរថយន្តទាមទារចម្ងាយការចាប់ហ្វ្រាំងឆ្ងាយជាងធម្មតាដូច្នេះបងត្រូវត្រួតពិនិត្យទៅលើកម្រាស់ស្បែកហ្វ្រាំងនិងទឹកហ្វ្រាំងដូចគ្នាហើយសម្រាប់ចំណុចចុងក្រោយគឺជាចំណុចដែលសំខាន់បំផុតនោះគឺសំបកកង់ឡានបើសិនជាក្នុងករណីសំបកកង់ឡានរបស់បងសឹកកាឡាអស់អញ្ចឹងវានឹងលែងមានសមត្ថភាពបញ្ជាទឹកវានឹងធ្វើឲ្យឡានរបស់បងបើកបរទៅមានការរអិលនិងលែងមានសមត្ថភាពនៅក្នុងការគ្រប់គ្រងលំនឹងដៃចង្កូតអញ្ចឹងសម្រាប់ឡានបងនៅពេលដែលសឹកដល់ថា 1.6 មីលីម៉ែត្រឬក៏សំបកកង់ឡានមានភាពមិនប្រក្រតីណាមួយសូមធ្វើការផ្លាស់ប្ដូរដាក់សំបកកង់ថ្មីវិញកុំភ្លេចត្រួតពិនិត្យរថយន្តជាពិសេសនោះគឺសំបកកង់ឡានឆ្លាញ់ខ្លួនឯងនិងក្រុមគ្រួសារកុំភ្លេចសំបកកង់ម៉ាក Michelin អញ្ចឹងសម្រាប់បងដែលគាត់ត្រូវការសំបកកង់ម៉ាក Michelin បងអាចទំនាក់ទំនងមកតាមលេខទូរស័ព្ទនៅខាងក្រោមឬក៏តាម Facebook Page Webby Trading អរគុណច្រើន Ways Michelin Motion for Life